ទាំងចម្លាក់ដែលមានប្រវែងជិត100ម៉ែត្រនេះនិយាយពីព្រះបាទសិរីយវរ្ម័នទី2ស្ថាបនិកប្រាសាទអង្គរវត្តយើងអាចមើលឃើញព្រះអង្គពីកន្លែងដែលបានឆ្លាក់ជារូបធំដំបូងយើងឃើញព្រះរាជសវនាការនៅលើភ្នំមួយឈ្មោះសិវបាទរូបធំនោះគឺព្រះបាទសិរីយវរ្ម័នទី2ហើយព្រះអង្គទ្រង់គ្រឿងដូចទេវឥណ្ឌាក្នុងទេវវប្បធម៌បុរាណអីចឹងយើងអាចស្គាល់ព្រះអង្គបានដោយសារនៅក្បែររូបនោះមានអក្សរចារឹកថាបរមវិស្ណុលោកនេះគឺជាមរណនាមរបស់ព្រះអង្គពីព្រោះតាំងពីទ្រង់នៅរស់ម្លេះព្រះអង្គត្រូវគេចាត់ទុកជាអវតាររបស់ព្រះវិស្ណុព្រះរាជានៅកណ្ដាលពាក់មកុដគង់លើព្រះទេនរចនាលម្អដោយរូបនាគមានខ្លោះ14បាំងថ្វាយជាកិត្តិយសផ្ចិតធំ504ពួកព្រាហ្មណ៍បុរោហិតដែលអាចសម្គាល់បានដោយភ្នំសក់និងមន្ត្រីក្រុមការអង្គុយនៅខាងឆ្វេងព្រះរាជាព្រះអង្គលើកព្រះហស្ថឆ្វេងធ្វើសញ្ញាប្រាប់ទៅមន្ត្រីម្នាក់ដែលកំពុងរាយការណ៍នៅក្បែរនោះយើងឃើញស្ត្រីខ្លះគង់ក្នុងអង្រឹងស្នែងខ្លះទៀតគង់នៅក្នុងគ្រែស្នែងបន្ទាប់មកយើងឃើញកងទ័ពព្រះអង្គធ្វើដំណើរចុះពីលើភ្នំពីនេះទៅគឺក្បួនដង្ហែទ័ពឆ្ពោះទៅច្បាំងយើងឃើញមានអង្គភាពទ័ពប្រដាប់ដោយអាវុធយុទ្ធភ័ណ្ឌមកពីតំបន់ផ្សេងនៃព្រះមហានគរអង្គភាពនីមួយៗមាននាយទាហានជិះសេះជាអ្នកដឹកនាំក្រោមការបញ្ជារបស់មេទ័ពខ្លួនដែលជិះដំរីឋានន្តរស័ក្តិរបស់មេទ័ពអាចសម្គាល់បានដោយចំនួនខ្លះនិងជួនកាលដោយទង់ចម្បាំងនៅពាក់កណ្ដាលក្បួនទ័ពព្រះបាទសូអវ្ម័នទី2រូបធំជាងគេទ្រង់ឈរលើដំរីកាន់កាំបិតកាក់គ្រឿងសម្គាល់ព្រះរាជានៅជាមួយទ្រង់ជានិច្ចមកុដខ្លោះផ្ចិតសេទាំងអស់គ្នាដើរតាមក្រោយពួកព្រាហ្មណ៍ឯពួកព្រាហ្មណ៍ក៏ដើរតាមក្រោយគ្រូធំរបស់ខ្លួនដែលអង្គុយក្នុងអង្រឹងស្នែងដែរខាងមុខនេះមានព្រះភ្លើងព្រះគីដែលគេតម្កល់នៅក្នុងប្រអប់តូចមួយរាងដូចកូនមណ្ឌពលើស្នែងសម្រាប់សុំឲ្យព្រះអង្គជួយការពារបន្តទៅទៀតក្រុមតន្ត្រីអ្នកផ្លុំស្នែងផ្លុំសង់ខ្វីកងវីស្កូលេងភ្លេងឲ្យចង្វាក់ដល់អ្នកដើរនៅចុងបំផុតគឺក្បាលតបយើងឃើញទាហានមួយក្រុមស្លៀកពាក់ឯកសណ្ឋានចម្លែកនិងមើលទៅមិនសូវគឺក្រុមសាមកុក